ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើសម្លស្ងោរសាច់ជ្រូកចិញ្ច្រាំជាមួយនឹងស្លឹកបាសហើយនិងផ្សិតបងប្អូនសម្លមួយប្រភេទនេះគឺជាសម្លសុខភាពដែលជួយដល់សុខភាពរបស់យើងបងប្អូនជាដំបូងយើងត្រូវចិញ្ច្រាំសាច់ជ្រូកជាមុនសិនចាបងប្អូនសាច់ជ្រូកយើងត្រូវចិញ្ច្រាំឲ្យម៉ត់ណាបងប្អូនក្រោយពេលចិញ្ច្រាំសាច់ជ្រូកហើយយើងត្រូវយកសាច់ជ្រូករបស់យើងទៅលាយជាមួយនឹងគ្រឿងផ្សំមានដូចជាអំបិលប៊ីចេងម្រេចហើយនិងទឹកត្រីទឹកស៊ីអ៊ីវហើយនិងស្ករសផងដែរបងប្អូនសម្រាប់ខ្ទឹមខ្ញុំបានដាក់រួចរាល់ហើយដាក់នៅពេលចិញ្ច្រាំសាច់ជ្រូកបន្ទាប់ពីលាយគ្រឿងរួចរាល់ហើយយើងត្រូវជ្រុំសាច់ជ្រូកឲ្យចូលជាតិគ្នាសិនណាបងប្អូនបន្ទាប់មកយើងទុកសាច់ជ្រូកម្លាយសិនបន្ទាប់ពីទុកសាច់ជ្រូកឲ្យចូលជាតិល្អហើយយើងបន្តទៅបេះស្លឹកបាសយើងបេះយកតែស្លឹកខ្ចីសម្រាប់បន្លែថ្ងៃនេះយើងមានបន្លែបៃតងហើយនិងបន្លែប្រភេទផ្សិតបន្លែទាំងអស់នេះអាចជួយដល់សុខភាពរបស់យើងច្រើនសម្លមួយប្រភេទនេះគឺមានគុណប្រយោជន៍ច្រើនសម្រាប់កុមារតូចជាពិសេសមនុស្សចាស់ប្រសិនបើគាត់បរិភោគហើយគឺមិនមានផលប៉ះពាល់ដល់សុខភាពរបស់គាត់ទេថែមទាំងជួយដល់សុខភាពរបស់ពួកគាត់បន្ទាប់ពីយើងបានបេះស្លឹកបាសរួចហើយយើងបន្តដាក់ឆ្នាំងដើម្បីដាំទឹកយើងរង់ចាំទាល់តែទឹកពុះទើបយើងបង់សាច់ជ្រូកចិញ្ច្រាំយើងចូលបន្ទាប់មកយើងគ្របទុកសិនរង់ចាំទាល់តែសាច់ជ្រូករបស់យើងពុះទើបយើងបង់បន្លែខៀវចូលនិយាយរួមទៅយើងរំងាស់សាច់ជ្រូកទាល់តែសាច់ជ្រូកឆ្អិនល្អទើបយើងបង់បន្លែចូលបងប្អូនបន្លែរបស់យើងមើលទៅខៀវល្អមែនទែនបន្ទាប់មកយើងរង់ចាំបន្លែចូលជាតិជាមួយនឹងសម្លសិនបន្ទាប់មកទៀតយើងមើលថាឃើញថាពុះល្អហើយទើបយើងបន្តបង់បន្លែផ្សិតរបស់យើងបន្ទាប់ពីបង់បន្លែរួចរាល់ហើយយើងភ្លក់មើលសាបឬប្រៃយើងអាចថែមគ្រឿងទៅតាមចំណង់ចំណូលចិត្តដែលយើងត្រូវការចាបងប្អូនឃើញថាសម្លរបស់យើងឆ្អិនអាចបរិភោគបានហើយអរគុណបងប្អូនសម្រាប់ការចុច Subscribe និងចុច Like គ្រប់វីដេអូសូមបងប្អូនទទួលបានតែសំណាងល្អជម្រាបលា